យន្តហោះចម្បាំង J16 របស់ចិនគឺជាការបើកទំព័រសក្តានុពលថ្មីមួយនៃយន្តហោះចម្បាំងបំបាំងកាយដែលធ្វើឲ្យចិនអាចផលិតយន្តហោះចម្បាំង J20 ដ៏ល្បីល្បាញដូចសពថ្ងៃនេះតើយន្តហោះចម្បាំង Xinjiang J16 របស់ចិនមានសមត្ថភាពប៉ុណ្ណានោះថ្ងៃនេះ Channel YouTube ខ្មែរ Today នឹងធ្វើការបង្ហាញពីសមត្ថភាពរបស់វាចែកជូនដល់ប្រជាពលរដ្ឋយើងដែលនិយមស្រឡាញ់ចូលចិត្តតាមដានចំពោះវិស័យយោធាដើម្បីធ្វើការស្វែងយល់បន្តយន្តហោះចម្បាំង J16 ត្រូវបានប្រទេសចិនដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ2013ដែលវាធ្វើការវិវត្តចេញពីយន្តហោះចម្បាំង J11 ហើយក៏ជាយន្តហោះចំនួនទី 4.5 របស់ចិនផងដែរដោយយន្តហោះចម្បាំងមួយនេះមានបណ្ដោយប្រវែង 21.9 ម៉ែត្រកម្ពស់ 6.36 ម៉ែត្រនិងមានស្លាបប្រវែង 14.7 ម៉ែត្រទម្ងន់ទទេនោះគឺ 18,700 គីឡូក្រាមនិងពេលវាផ្ទុកសពាវុធរួចមានទម្ងន់ 35,000 គីឡូក្រាមប្រើប្រាស់ម៉ាស៊ីនភ្លុក2ដែលអាចហោះក្នុងល្បឿន 2,120 គីឡូម៉ែត្រទៅ 2,563 គីឡូម៉ែត្រក្នុង1ម៉ោងចម្ងាយប្រយុទ្ធ 3,000 គីឡូម៉ែត្រចម្ងាយដែលវាហោះទៅដល់នោះគឺ 4,000 គីឡូម៉ែត្រនឹងអាចហោះបានក្នុងរយៈកម្ពស់ 17,300 ម៉ែត្រមានល្បឿនលឿនជាងសំឡេង2ដងចំពោះការបំពាក់សពាវុធរបស់វាវិញមានដូចជាកាំភ្លើងយន្ត 30 គីឡូម៉ែត្រមួយដើមមីស៊ីលសម្រាប់ប្រយុទ្ធគ្នាលើអាកាសមានដូចជា PL9, PL12, PL10, PL15, PL17 និង PL21 ទាក់ទងនឹងមីស៊ីល PL17 និង PL21 នេះដែរមីស៊ីល PL17 បាញ់បានចម្ងាយ 400 គីឡូម៉ែត្រនិងមីស៊ីល PL21 បាញ់បានចម្ងាយ 300 គីឡូម៉ែត្រមីស៊ីលសម្រាប់ប្រឆាំងនាវាមានដូចជា KD-88, YJ-83K និងប្រភេទមីស៊ីលប្រឆាំងនឹងវិទ្យុសកម្មឬក៏ហៅកាត់ថា AMR ក្របបែកនាំផ្លូវជាច្រើនផ្សេងទៀតព្រមទាំងវាអាចបំពាក់កណ្ដុងបាញ់គ្រាប់រ៉ុកែតអមសងខាងស្លាបផងដែរចំពោះការបំពាក់បច្ចេកវិទ្យារបស់ J16 នេះវិញមិនត្រូវបានគេទម្លាយឲ្យយើងដឹងច្រើននោះទេដូចជាលោកអ្នកដឹងស្រាប់ហើយថារឿងបច្ចេកវិទ្យាគឺចិនលាក់បាំងខ្លាំងណាស់ដោយគេគ្រាន់តែបង្ហាញខ្លីៗថាយន្តហោះចម្បាំងនេះបំពាក់រ៉ាដាប្រភេទ ESA និងប្រព័ន្ធ IRST ដែលជាប្រព័ន្ធស្វែងរកនិងចាប់យកគោលដៅប្រព័ន្ធប្រឆាំងនឹងសង្គ្រាមអេឡិចត្រូនិកនិងប្រព័ន្ធ jamming ចំណែកឯមួកសម្រាប់ pilot វិញឬក៏យើងហៅថា helmet mount display មានអក្សរកាត់ខ្លីថា HMD មួកមួយនេះវាភ្ជាប់ទំនាក់ទំនងនឹងសពាវុធនៅពេលដែល pilot ងាកក្បាលទៅណាកាំភ្លើងយន្តនិងគ្រាប់មីស៊ីលនឹងហោះងាករេតាមក្បាលរបស់ pilotនិងវាមានប្រព័ន្ធកាត់បន្ថយពីការតាមដានពីរ៉ាដារបស់សត្រូវយន្តហោះចម្បាំង J16 គឺជាការបើកទំព័រសក្តានុពលថ្មីដែលធ្វើឲ្យចិនអាចផលិតនៅយន្តហោះចម្បាំងបំបាំងកាយ J20 បើទោះបីជា J16 មិនមានសមត្ថភាពខ្លាំងខាងបំបាំងកាយក៏ដោយប៉ុន្តែការលាបថ្នាំកូដពិសេសដែលអាចធ្វើឲ្យយន្តហោះនេះអាចបញ្ជាការតាមដានពីរ៉ាដារបស់សត្រូវបាននិងជាពិសេស J16 នេះមានភាពបត់បែនលឿនរហ័សដូចផ្លេកបន្ទោដូចជាការឈ្លានពានដែនអាកាសរបស់តៃវ៉ាន់អីចឹងគឺ F16 របស់តៃវ៉ាន់មិនអាចបដិញវាទាន់បានឡើយសមត្ថភាពរបស់វាត្រូវបានគេប្រដូចទៅនឹងយន្តហោះចម្បាំង EA-18G Cruiser របស់សហរដ្ឋអាមេរិកប៉ុន្តែបើ J16 ស៊េរីចាស់វិញគឺមានសមត្ថភាពប្រហែលនឹង F15E